ជំរាបសួរខ្ញុំឈ្មោះកម្ពុជាច័ន្ទខ្ញុំមានអាកំបាំងមួយចង់ប្រាប់អ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាធ្លាប់ឮពីបបរខាប់គ្រប់គ្រឿងទេពិតមែនហើយវាគឺជាអាហារដែលល្អបំផុតសម្រាប់កុមារតូចតោះសូមទៅទស្សនានិងរៀនជាមួយខ្ញុំតើគេចម្អិនបបរខាប់គ្រប់គ្រឿងយ៉ាងម៉េចជំរាបសួរអ្នកគ្រូខ្ញុំមករៀនពីវិធីចម្អិនបបរខាប់គ្រប់គ្រឿងតើបបរខាប់គ្រប់គ្រឿងដែលអ្នកគ្រូចម្អិនមានគ្រឿងផ្សំអ្វីខ្លះបបរខាប់គ្រប់គ្រឿងដែលខ្ញុំនឹងចម្អិនបន្តិចទៀតនេះមានគ្រឿងផ្សំដូចជាអង្ករត្រីល្ពៅនិងត្រកួនតើខ្ញុំអាចប្រើបន្លែនៅជុំវិញផ្ទះខ្ញុំនៅឯជនបទបានទេចា៎បានយើងអាចប្រើបន្លែឬសាច់គ្រប់ប្រភេទដែលអាចរកបាននៅជុំវិញផ្ទះរបស់យើងឬពីស្រែចម្ការបឹងបួជាដើមអាហារចម្រុះមុខគឺសំខាន់ណាស់ដូច្នេះសូមព្យាយាមជ្រើសរើសអាហារយ៉ាងហោចណាស់មួយមុខពីក្រុមអាហារដែលមានជាតិម្សៅមួយមុខពីក្រុមសាច់សត្វនិងសណ្តែកនិងមួយមុខទៀតពីក្រុមបន្លែប៉ុន្តែអ្វីដែលរឹងដូចជាក្តាមខ្យងគឺមិនសមស្របសម្រាប់បញ្ចុកកុមារតូចទេខ្ញុំយល់ហើយការចម្អិនបបរខាប់គ្រប់គ្រឿងដោយប្រើអាហារចម្រុះមុខគឺសំខាន់ណាស់ជាដំបូងត្រូវលាងសម្អាតដៃរបស់យើងជាមួយនឹងសាប៊ូជាមុនសិនរួចលាងអង្ករឲ្យស្អាតដាក់ដាំបបរបន្ទាប់មកយើងបែរមកលាងបន្លែនិងគ្រឿងផ្សំទាំងអស់រួចរាល់ហើយយើងបែរមករៀបចំគ្រឿងផ្សំសាច់ល្ពៅដែលនៅជាប់នឹងសម្បកមានជាតិសរសៃច្រើនប៉ុន្តែវារឹងបន្តិចដូច្នេះសូមចិតសម្បកឲ្យក្រាស់ជាងធម្មតាហើយសូមប្រើតែផ្នែកខាងទន់ពេលចម្អិនបបរខាប់គ្រប់គ្រឿងសម្រាប់កុមារតូចបន្ទាប់មកសូមចាក់ល្ពៅចូលក្នុងឆ្នាំងបបរចំណែកឯត្រីត្រូវស្ងោរឲ្យឆ្អិនបេះយកឆ្អឹងនិងស្បែកចេញរួចពៀតឲ្យម៉ត់ខ្ញុំដឹងថាឆ្អឹងត្រីវាគ្រោះថ្នាក់ណាស់ដូច្នេះយើងត្រូវយកឆ្អឹងត្រីចេញដោយប្រុងប្រយ័ត្នបន្ទាប់មកញែកស្លឹកនិងដាំត្រកួនដោយឡែកពីគ្នាពីព្រោះដាំត្រកួនវារឹងធ្វើឲ្យកុមារពិបាកបរិភោគដូច្នេះហើយទើបយើងប្រើតែបន្លែស្លឹកក្នុងការរៀបចំបបរឲ្យកុមារបន្ទាប់ពីពួកគេមានទម្លាប់អាចបរិភោគបន្លែស្លឹកបានហើយយើងអាចចិញ្ច្រាំទាំងដើមទាំងស្លឹកឲ្យម៉ត់ធ្វើជាអាហារឲ្យកុមារបរិភោគអូបបរពុះឲ្យអ្នកគ្រូចាពេលនេះបបរនៅល្ពៅដូចជាឆ្អិនល្មមហើយសូមពិនិត្យមើលទាំងអស់គ្នាឆ្អិនល្មមហើយពេលនេះយើងមកពៀតល្ពៅឲ្យម៉ត់ល្អសម្រាប់កុមារខ្ទង់អាយុ6 ខែពីព្រោះកុមារតូចប្រើអណ្ដាតនិងអញ្ចាញដ៏ទន់របស់ពួកគេដើម្បីបរិភោគអាហារពួកគេមិនទាន់ចេះទំពាអាហារនៅឡើយទេដូច្នេះបបរខាប់គ្រប់គ្រឿងគួរតែម៉ត់ល្អប៉ុន្តែក្នុងករណីចម្អិនបបរខាប់គ្រប់គ្រឿងឲ្យកុមារចាប់ពីអាយុ2 ខែឡើងទៅមិនត្រូវពៀតឲ្យម៉ត់ពេកទេព្រោះពួកគេអាចទំពាបានដោយខ្លួនឯងអូចឹងតើបានកុមារតូចអាចបរិភោគអាហារពៀតម៉ត់បានទោះបីជាពួកគេមិនទាន់ដល់ក្មេងក៏ដោយចាស់ត្រឹមត្រូវហើយប៉ុន្តែលទ្ធភាពក្នុងការបរិភោគអាហាររបស់កុមារតូចម្នាក់ខុសៗគ្នាអាស្រ័យលើការលូតលាស់របស់ពួកគេមុនពេលចាក់ត្រីដែលបានពៀតរួចចូលក្នុងបបរត្រូវពិនិត្យមើលម្ដងទៀតថាត្រីអស់ឆ្អឹងហើយឬនៅបន្ទាប់មកចាក់ប្រេងឆាល្ពៅនិងត្រកួនដែលចិញ្ច្រាំរួចចូលហេតុអីអ្នកគ្រូដាក់ស្លឹកត្រកួនក្រោយគេអញ្ចឹងពីព្រោះបន្លែពណ៌បៃតងមានសារធាតុដ៏មានប្រយោជន៍ជាច្រើនដើម្បីថែរក្សាសុខភាពកុមារប៉ុន្តែសារធាតុទាំងនោះងាយនឹងបាត់បង់នៅក្រោមសីតុណ្ហភាពខ្ពស់ដូច្នេះហើយទើបយើងមិនត្រូវចម្អិនវាយូរដើម្បីការពារការបាត់បង់ទាំងនោះអូអញ្ចឹងយើងមិនអាចចម្អិនបន្លែបៃតងយូរពេកទេណោះចុងក្រោយយើងដាក់អំបិលអ៊ីយ៉ូតចូលបន្តិចតែត្រូវចងចាំថាមិនត្រូវរំងាស់ជាតិអ៊ីយ៉ូតយូរពេកទេធ្វើដូច្នេះទើបអាចការពារការបាត់បង់ជាតិអ៊ីយ៉ូតចូលចំណែកម្សៅស៊ុបនិងគ្រឿងទេសដូចជាខ្
ខ្ទឹមសទឹកស៊ីអ៊ីវគួរដាក់ទេអ្នកគ្រូយើងមិនចាំបាច់ដាក់គ្រឿងផ្សំទាំងអស់នោះទេសម្រាប់បបរខាប់គ្រប់គ្រឿងពីព្រោះមុខងាររំលាយអាហារនិងមុខងារតម្រង់នោមរបស់កុមារតូចមិនទាន់រឹងមាំដូចមនុស្សពេញវ័យទេដូច្នេះវាគឺជាការហាមឃាត់ក្នុងការផ្ដល់អាហារដែលមានរសជាតិប្រៃនិងគ្រឿងទេសច្រើនដល់កុមារអូបបរខាប់គ្រប់គ្រឿងឆ្អិនហើយឈ្ងុយមើលតែចំណងឆ្ងាញ់ណាស់ណោះបរិមាណចំនួនដងនៃការផ្ដល់និងរូបរាងនៃបបរខាប់គ្រប់គ្រឿងគួររៀបចំខុសៗគ្នាទៅតាមអាយុរបស់កុមារសូមមើលនេះណែបរិមាណបបរខាប់គ្រប់គ្រឿងអាចផ្ដល់ចាប់ពី1ស្លាបព្រា2ស្លាបព្រារហូតដល់1ចានចង្កឹះដែលមានរូបរាងពីម៉ត់ខ្លាំងទៅមិនសូវម៉ត់ខ្លាំងសម្រាប់កុមារខ្ទង់អាយុ6ខែហើយមិនសូវម៉ត់សម្រាប់កុមារដែលមានអាយុចាប់ពី12ខែសូមបញ្ចុកកុមារពី2ទៅ3ដងក្នុងមួយថ្ងៃទាំងនេះគឺជាគ្រឿងផ្សំសម្រាប់ចម្អិនបបរខាប់គ្រប់គ្រឿងដែលយើងបានរៀននៅក្នុងថ្ងៃនេះមានដូចជាបបរអង្ករត្រីល្ពៅនិងត្រកួនពេលចម្អិនជាក់ស្ដែងអ្នកអាចជំនួសគ្រឿងផ្សំទាំងនេះដោយព្យាយាមជ្រើសរើសយ៉ាងហោចណាស់មួយមុខពីក្រុមអាហារពពុះម្សៅមួយមុខពីក្រុមសាច់សត្វឬសណ្ដែកនិងមួយមុខទៀតពីក្រុមបន្លែហើយសូមកុំភ្លេចដាក់ប្រេងឆានិងម៉ូលអ៊ីយ៉ូតបន្តិចផងគន្លឹះសំខាន់នៃការរៀបចំគ្រឿងផ្សំគឺដកផ្នែកដែលរឹងចេញដោយពៀតឲ្យម៉ត់ឬចិញ្ច្រាំឲ្យម៉ត់គន្លឹះសំខាន់នៃការចម្អិនគឺការដាក់គ្រឿងផ្សំតាមលំដាប់លំដោយបន្លែស្លឹកពណ៌បៃតងនិងអំបិលអ៊ីយ៉ូតទៅដាក់ក្រោយគេបង្អស់បរិមាណចំនួនដងនៃការផ្ដល់និងរូបរាងនៃបបរខាប់គ្រប់គ្រឿងគឺខុសៗគ្នាទៅតាមអាយុរបស់កុមារម្នាក់ៗតើអ្នកយល់យ៉ាងណាដែរចំពោះបបរខាប់គ្រប់គ្រឿងវាជួយឲ្យកុមារមានសុខភាពល្អជាពិសេសការចម្អិនបបរខាប់គ្រប់គ្រឿងមិនពិបាកឡើយផ្ទុយទៅវិញវាផ្ដល់គុណតម្លៃជាច្រើនដល់ការលូតលាស់របស់កុមារតូចទាំងផ្នែករាងកាយនិងសតិបញ្ញាសូមព្យាយាមបញ្ចុកបបរខាប់គ្រប់គ្រឿងនេះដល់កុមារដែលមានអាយុចាប់ពី6ខែដល់23ខែហើយសូមបន្តបំបៅដោះយ៉ាងហោចណាស់រហូតដល់កុមារអាយុបាន24ខែសូមអរគុណសូមចាប់ដើមចម្អិននិងផ្ដល់បបរខាប់គ្រប់គ្រឿងដល់កុមារតូចៗទាំងអស់គ្នា